ណៈបរិភូគណៈកម្មការទី4នៃរដ្ឋសភានៅថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភាគសិកដែលស្នាក់នៅបណ្ដោះអាសន្នខេត្តបន្ទាយមានជ័យអ្នកតំណាងរាស្ត្រដែលដឹកនាំដោយឯកឧត្តមកែវចិត្តិមាប្រធានគណៈកម្មការមហាផ្ទៃការពារជាតិមុខងារសាធារណៈនិងកិច្ចការព្រំដែនគណៈកម្មការទី4នៃរដ្ឋសភារួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យព្រមទាំងឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យអភិបាលរងខេត្តបានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភាគសិកជិត300គ្រួសារស្នាក់នៅបណ្ដោះអាសន្ននៅកន្លែងមានសុវត្ថិភាពជំរុំវត្តច័ន្ទស៊ីសាមគ្គីរតនារាមស្ថិតនៅឃុំគប់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនេះឱកាសនោះឯកឧត្តមកែវចិត្តិមាបាននាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជូនដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹកនិងការគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាព្រមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់សូមមេត្តាតស៊ូអត់ធ្មត់ត្រូវជឿទុកចិត្តលើថ្នាក់ដឹកនាំនិងរួមគ្នាសាមគ្គីជាធ្លុងមួយឲ្យបានរឹងមាំក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្គ្រាមឈ្លានពានពីកងទ័ពសៀមឯកឧត្តមបានប្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានភៀសសឹកមកតំបន់មានសុវត្ថិភាពសូមមេត្តាមានជំនឿជឿជាក់លើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរថាបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅនីតិកាលទី7នៃរដ្ឋសភាក្នុងការដោះស្រាយចំនួនព្រំដែនប្រកបដោយពុទ្ធិបញ្ញាញាណឆ្លៀសវៃប្រកាន់ខ្ជាប់នៅសន្តិភាពនិងអហិង្សាជាស្នូលក្រោមម្លប់សន្តិភាពឯកឧត្តមបានគូបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាគឺជាកម្លាំងចិត្តមួយដ៏កក់ក្ដៅពោពេញទៅដោយធម៌ពលរបស់រាជរដ្ឋាភិបាលនិងបងប្អូនកងកម្លាំងប្រដាប់អាវុធដែលជាស្នូលនៃខឿនការពារជាតិមាតុភូមិយើងបូរណភាពទឹកដីស្ថិរភាពប្រកបដោយភាពអង់អាចក្លាហានហ៊ានលះបង់កម្លាំងកាយចិត្តអាយុជីវិតដើម្បីជាតិមាតុភូមិរុងរឿងនៃកម្ពុជាសន្តិសុខសង្គមជាតិស្ថិតថេរល្អផងដែរឯកឧត្តមបានបន្តថាការចាក់ចោលភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរភាគសិកទៅកាន់ទីសុវត្ថិភាពឬស្នាក់នៅតាមផ្ទះសាច់ញាតិនេះត្រូវបានប្រឈមនឹងការខ្វះទីជម្រកខ្វះអាហារហូបចុកខ្វះទឹកស្អាតប្រើប្រាស់បាត់បង់មុខរបរបាត់បង់ប្រាក់ចំណូលជួបការលំបាកក្នុងជីវភាពក្មេងៗបាត់បង់ការសិក្សារៀនសូត្រនិងប្រឈមការលំបាកជាច្រើនផ្សេងទៀតអនាម័យនិងប៉ះពាល់ផ្លូវចិត្តចំពោះពួកគាត់យ៉ាងធ្ងន់ធ្ងរសូមជម្រាបថាប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជា257គ្រួសារបានចាក់ចោលផ្ទះសម្បែងដែលជាទីជម្រកដ៏សុខសាន្តបន្ទាប់ពីមានការបាញ់ប្រហារទៅលើជនស៊ីវិលស្លូតត្រង់ខ្មែរនារសៀលថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025យោធាថៃបានបើកការបាញ់វាយប្រហារមកលើលំនៅឋានបងប្អូនប្រជាពលរដ្ឋខ្មែរជនស៊ីវិលនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលបានបណ្ដាលឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងរងរបួសចំនួន3នាក់សារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក